សាទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាទៀតហើយតេតងទៅនឹងពាក្យខ្លីៗសំខាន់សម្រាប់ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃក៏ដូចជាពាក្យសំខាន់សម្រាប់យកទៅតែងប្រយោគបន្តដើម្បីយកប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃខ្ញុំសង្ឃឹមថាពាក្យខ្លីៗទាំងអស់នេះវានឹងជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាយកទៅប្រើប្រាស់ក៏ដូចជាយកទៅបង្កើតជាប្រយោគផ្សេងៗតោះយើងចូលសិក្សាទាំងអស់គ្នាតើថ្ងៃនេះយើងមានពាក្យខ្លីៗសំខាន់អ្វីខ្លះសម្រាប់យកមកចែករំលែកបងប្អូនទាំងអស់គ្នាចឹងពាក្យទី1បាទឌឺអានកញ្ឆក់បាទអញ្ចឹងបកបាន4បាទឌឺចចេះរឹងតតឹងបាទអានោះទៅតាមប្រយោគនីមួយណាឌឺចចេះឬរឹងតតឹងបាទទៅតាមប្រយោគឌឺពាក្យទី2ងក់ងើភាសាថៃងនបាទខួនងនរឿងอะไรครับបាទអ្នកងក់ងើរឿងអ្វីបាទងនរឿងอะไรครับងនอะไรคะបាទងក់ងើរឿងអីបកភុំម៉ាបាទប្រាប់ខ្ញុំមកប្រយោគទី3ក្តៅចុយម៉ាយបាទរនឈីបហាយក្តៅចុយម៉ាយឧទាហរណ៍អូวันนี้อากาศร้อนชิบหายเลยបាទថ្ងៃនេះអាកាសធាតុក្តៅចុយម៉ាយបាទร้อนชิบหายក្តៅចុយម៉ាយប្រយោគបន្ទាប់អាសំគិអៃវេនបាទពិចារណាហ្នឹងគឺនៅក្នុងសាច់រឿងថៃដូចថាក្មេងជន់ពៀលជន់អីចឹងឬក៏ជេរគ្នាលេងធម្មតាអៃវេនបាទអាសំគិអៃវេនប្រយោគបន្ទាប់ឪពុកម្ដាយพ่อแม่បាទท่านสองคนนี้เป็นพ่อแม่ของผมนะครับបាទគាត់ទាំងពីរនាក់នេះគឺជាឪពុកម្ដាយរបស់ខ្ញុំพ่อแม่ឪពុកម្ដាយប្រយោគបន្ទាប់តចំពោះបាទតចំពោះអានទៅតាមប្រយោគនីមួយបាទតចំពោះបាទผมติดต่อคุณไม่ได้เลยអានឹងវាទៅតាមប្រយោគនីមួយខ្ញុំតាក់តងអ្នកមិនបានទេបាទติดអានេះតចំពោះបាទผมให้ของขวัญต่อพี่ชายបាទខ្ញុំឲ្យកាដូចំពោះបងប្រុសបាទអានឹងវាបកទៅតាមប្រយោគនីមួយបាទទៅតាមពេលវេលាបាទតចំពោះបាទប្រយោគបន្ទាប់បាទខងខ្វាន់កាដូបាទខងខ្វាន់កាដូបាទปีนี้มีของขวัญอะไรให้ผมไหมបាទឆ្នាំនេះមានកាដូអ្វីឲ្យខ្ញុំទេបាទប្រយោគបន្ទាប់រង្វាន់រង្វាន់ผมยินดีด้วยนะครับที่คุณได้รับรางวัลในปีนี้ខ្ញុំចូលរួមត្រេកអរផងដែលអ្នកបានទទួលរង្វាន់នៅក្នុងឆ្នាំនេះបាទរង្វាន់រង្វាន់ពីបន្ទាប់បាទความรักក្តីស្រឡាញ់បាទแฟนសង្សារបាទผมมีแฟนแล้วខ្ញុំមានសង្សារហើយបាទแฟนเก่าសង្សារចាស់ผู้หญิงคนนั้นนะเป็นแฟนเก่าของผมបាទในរីម្នាក់នោះគឺជាសង្សារចាស់របស់ខ្ញុំแฟนใหม่សង្សារថ្មីพ่อแม่ผู้หญิงคนนี้เป็นแฟนใหม่ผมนะครับបាទពុកម៉ែបាទในរីម្នាក់នេះគឺជាសង្សារថ្មីរបស់ខ្ញុំបាទแฟนเก็บសង្សារលួចលាក់แฟนเก็บសង្សារលួចអ្នកបាទคุณป้าอย่าบอกให้ใครรู้นะว่าคนนี้เป็นแฟนเก็บของผมបាទលោកអូមកុំប្រាប់អ្នកណាណាវាថាគាត់នេះជាសង្សារលួចលាក់របស់ខ្ញុំแฟนเก็บសង្សារលួចលាក់អញ្ចឹងថ្ងៃនេះយើងមានពាក្យខ្លីៗសំខាន់តែប៉ុណ្ណេះទេខ្ញុំសង្ឃឹមថាវានឹងជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាយកទៅប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃក៏ដូចជាយកទៅមើលរឿងភាគផ្សេងក៏ដូចជាយកទៅបង្កើតជាប្រយោគផ្សេងសម្រាប់
ปราบปรามในครองชีวิตสำหรับวันนี้สวัสดีครับเจอกันในคลิปวิดีโอหน้านะครับผมสำหรับថ្ងៃนี้ส่งไปในสั้นจุกในคลิปวิดีโอมันตอบสำหรับวันนี้สวัสดีครับ